តោះចុងសប្តាហ៍មករៀនធ្វើបាយសូបញ៉ាំជុំគ្រួសារទាំងអស់គ្នាយើងមកចាប់ដើមជាមួយនឹងការជិះពងទាក្លុកមុនគេដំបូងខ្ញុំដាក់ទៅដោះគោដើម្បីឲ្យវារៀងទន់អញ្ចឹងយើងដាក់ខ្លាញ់មកក្នុងពងទាក្លុកខ្ញុំគាត់ដាក់ស្លឹកខ្ទឹមបន្តិចៗដើម្បីឲ្យវាឈ្ងុយហើយយើងចៀនជាប្រទេសស្ដាងៗអញ្ចឹងមកចំពោះចានកោពងទាមួយហ្នឹងបើខ្ជិលលាយយើងយកមកលាយគ្រឿងផ្សំដែលធ្វើទឹកខ្លាញ់សូបបាយអញ្ចឹងណាយើងដាក់អំបិលស្ករប៊ីចេងប្រេងខ្យងទឹកស៊ីអ៊ីវហើយដាក់ទឹកសបន្តិចមកហើយបន្ទាប់មកយើងមកលីងខ្ទឹមហើយយើងប្រើប្រេងរៀងច្រើនបន្តិចទៅហើយបន្ទាប់មកយើងលីងខ្ទឹមឲ្យឈ្ងុយហើយយើងដាក់សាច់ជ្រូកច្រាបចូលបន្ទាប់មកយើងឆាសាច់ជ្រូកឲ្យវាឆ្អិនល្អទៅហើយយើងដាក់ទឹកសដែលយើងលាយមិញហ្នឹងឆាវាឲ្យចូលជាតិល្មមហើយយើងដួសដាក់ចូលស្លឹកខ្ទឹមដែលយើងហាន់ហើយស្រាប់មកអាហ្នឹងយើងទុកសូបបាយឃើញទេតំណងណាទឹកសូបបាយនេះបើអ្នកខ្លះគេអាចដាក់សាច់ជ្រូកក៏បានដែរបន្ទាប់មកទៀតផ្ទះដែលយើងធ្វើទឹកសូបបាយមិញហ្នឹងយើងក៏មកចាប់ដើមចៀនសាច់ជ្រូកការចៀនសាច់ជ្រូករបស់ខ្ញុំអត់ដាក់ខ្លាញ់ទេខ្ញុំប្រើទឹកដោះគោស្រស់វិញខ្ញុំដាក់អញ្ចឹងទៅចៀនជាមួយទឹកដោះគោស្រស់សាច់ជ្រូកវាទន់ល្អហើយនៅពេលដែលយើងកំពុងតែចៀនសាច់ជ្រូកហ្នឹងយើងមកហាន់ពងទាយើងទៅសាច់ទូអញ្ចឹងមកមើលសាច់ជ្រូកយើងវិញឥឡូវទឹកដោះគោយើងរៀងអញ្ចឹងយើងចាក់ប្រេងតិចទៅដើម្បីចៀនយកពណ៌វាឲ្យរៀងខំណាហើយមកផ្លែទៅគឺឆ្អិនល្អនេះយើងហាន់វាប្រទេសស្ដាងអញ្ចឹងមកនិយាយទៅអត់មានអីពិបាកអីគ្រាន់តែចៀនសាច់ជ្រូកឲ្យចៀនពងទាបានបាយសូបបាត់អញ្ចឹងសាច់ជ្រូកឲ្យពងទាយើងឆ្អិនល្អហើយយើងមករៀបចំដាក់ចានម្ដងដួសបាយក្តៅមកដាក់ពងទាដាក់សាច់ជ្រូករៀបឲ្យស្អាតអញ្ចឹងមកនេះដាក់ជ្រក់ចំពោះជ្រក់វិញក៏ខ្ញុំមានវីដេអូកាលពីម្សិលមិញខ្ញុំផុសដែរឥឡូវបាយសូបយើងរួចហើយមើលទៅតំណងអត់